បងប្អូនទាំងអស់គ្នាតើអ្នកនៅចាំអារម្មណ៍រីករាយដ៏លើសលប់នៅពេលដែលអ្វីមួយដែលអ្នកបានរងចាំជាយូរមកហើយបានក្លាយជាការពិតឬទេអារម្មណ៍រំភើបនៅពេលទទួលបានការងារដែលបានខិតខំប្រឹងប្រែងជួបជុំគ្រួសារវិញក្រោយពេលបែកគ្នាយូរប្រឡងជាប់ឬសម្រេចបានគោលដៅជាពេលវេលាដែលបេះដូងលោតញាប់ហើយស្នាមញញឹមផុសលើផ្ទៃមុខរបស់អ្នកកុនគម្ពីរពង្សាវតារស័ក្តិទី1ចំពុកទី1បានបង្ហាញយ៉ាងច្បាស់អំពីសេចក្តីអំណរនោះនៅកណ្ដាលនៃភាពវឹកវរនិងចំនួនសាឡូមូនត្រូវបានចាក់ប្រេងតាំងជាស្ដេចតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ប្រជាជនបានផ្លុំត្រែស្រែកថាសូមឲ្យស្ដេចសាឡូមូនមានព្រះជន្មយឺនយូរហើយប្រារព្ធពិធីអបអរនៅតាមដងផ្លូវហេតុអ្វីបានជាពួកគេសប្បាយរីករាយខ្លាំងម្ល៉េះវាមិនមែនគ្រាន់តែជាការផ្លាស់ប្ដូរអ្នកដឹកនាំនោះទេនេះគឺជាការសន្យាមួយដែលផែនការរបស់ព្រះជាម្ចាស់កំពុងត្រូវបានបំពេញបើកឲ្យមានសម័យកាលថ្មីនៃសេចក្តីសង្ឃឹមនិងសន្តិភាពស្ដេចដាវីតបានបង្គាប់លោកសាដុកជាសង្ឃនិងលោកណាថានជាហោរាថាចូលនាំសាឡូមូនទៅឯទឹកប៊ូលីគីហោនហើយចាក់ប្រេងតាំងគាត់ជាស្ដេចចុះទី33គីហោនជាអូមួយនៅជិតក្រុងយេរូសាឡឹមជានិមិត្តរូបនៃទឹកផ្ដល់ជីវិតនិងព្រះពររបស់ព្រះជាម្ចាស់ហើយការចាក់ប្រេងតាំងបង្ហាញថាព្រះជាម្ចាស់បានជ្រើសរើសសាឡូមូនជាស្ដេចការឡើងគ្រងរាជ្យរបស់សាឡូមូនគឺជាការចាប់ផ្ដើមថ្មីដែលនាំមកនូវសន្តិភាពនិងស្ថិរភាពដល់ជនជាតិអ៊ីស្រាអែលនៅកណ្ដាលភាពចលាចលដែលបង្កឡើងដោយការប៉ុនប៉ងដណ្ដើមរាជបល្ល័ង្ករបស់អាដូនីយ៉ាពេលវេលានេះនៅពេលដែលស្ដេចដែលព្រះបានជ្រើសរើសត្រូវបានតាំងឡើងបាននាំមកនូវសេចក្តីអំណរយ៉ាងសម្បើមដល់ប្រជាជននេះមិនមែនគ្រាន់តែជាការផ្ទេរអំណាចនោះទេតែជាការអបអរសាទរដល់ការស្ដារឡើងវិញនូវសណ្ដាប់ធ្នាប់និងសេចក្តីសង្ឃឹមរបស់ព្រះជាម្ចាស់ប៉ុន្តែអត្ថបទនេះចង្អុលបង្ហាញដល់រូបភាពដ៏ធំជាងនេះសាឡូមូនគ្រាន់តែជាស្រមោលប៉ុណ្ណោះហើយស្ដេចពិតប្រាកដគឺព្រះយេស៊ូវគ្រីស្ទដូចជាសាឡូមូនត្រូវបានចាក់ប្រេងតាំងនៅគីហោនព្រះយេស៊ូវត្រូវបានព្រះជាម្ចាស់ជ្រើសរើសឲ្យធ្វើជាស្ដេចរបស់យើងតាមរយៈការសុខរបស់ទ្រង់លើឈើឆ្កាងព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើងហើយតាមរយៈការរស់ឡើងវិញរបស់ទ្រង់បានផ្សះផ្សាយើងជាមួយព្រះជាម្ចាស់ជារៀងរហូតសាឡូមូនបាននាំមកនូវសន្តិភាពបណ្ដោះអាសន្នប៉ុន្តែព្រះយេស៊ូវផ្ដល់សន្តិភាពនិងសេចក្តីអំណរដ៏អស់កល្បជានិច្ចក្នុងនាមជាស្ដេចពិតទ្រង់មានព្រះហឫទ័យចង់យាងចូលមកក្នុងចិត្តរបស់យើងហើយសោយរាជ្យជាស្ដេចសូម្បីតែឥឡូវនេះតើអ្នកណានៅលើបល្ល័ង្កក្នុងជីវិតរបស់អ្នកគឺខ្លួនអ្នកឬគឺជាសេចក្តីប៉ងប្រាថ្នានៅលើលោកីដូចជាលុយកាក់ឬភាពជោគជ័យឬគឺព្រះយេស៊ូវគ្រីស្ទយើងតែងតែព្យាយាមធ្វើជាស្ដេចលើខ្លួនយើងឬដេញតាមរឿងដែលមិនស្ថិតស្ថេររបស់លោកីនេះប៉ុន្តែសន្តិភាពពិតប្រាកដមកនៅពេលដែលយើងតាំងព្រះយេស៊ូវជាស្ដេចរបស់យើងទ្រង់គឺជាស្ដេចដែលយាងមកសម្រាប់យើងទាំងអស់គ្នាទ្រង់ទទួលយកនៅការបរាជ័យនិងរបួសរបស់យើងហើយប្រទានជីវិតថ្មីដល់យើងថ្ងៃនេះចូលនិយាយទៅកាន់ព្រះយេស៊ូវថាទ្រង់គឺជាស្ដេចរបស់ទូបង្គំនៅពេលដែលអ្នកទុកចិត្តនឹងដើរតាមទ្រង់ជីវិតរបស់អ្នកនឹងពោពេញដោយក្តីសង្ឃឹមនិងសេចក្តីអំណរដែលលោកីនេះមិនអាចផ្ដល់ឲ្យបានចូលបើកចិត្តរបស់អ្នកចំពោះព្រះយេស៊ូវនៅថ្ងៃនេះហើយទទួលយកក្តីសង្ឃឹមដ៏អស់កលឹបជានិច្ចដែលទ្រង់ផ្ដល់ឲ្យ